សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសុំរស់រីកខ្លាំងតែបានធ្វើคลิปវីដេអូទាក់ទងនឹងការសិក្សារៀនសូត្រជាពិសេសគឺយើងនឹងឲ្យវាគ្មិនរបស់យើងហ្នឹងគឺគិតនឹងរៀបរាប់ក៏ដូចជាបង្ហាញអំពីបទពិសោធន៍នៃការរៀនសូត្រដែលគាត់ធ្លាប់ឆ្លងកាត់ការស្វែងរកអាហារូបករណ៍ដើម្បីបន្តការសិក្សាក៏ដូចជាការស្វែងរកការងារអំឡុងពេលដែលពួកគាត់សិក្សានៅក្រៅខេត្តឬក៏យើងហៅថាសិក្សានៅភ្នំពេញទេចាហើយតោះយើងជួបគាត់ទាំងអស់គ្នាសួស្តីបាទជំរាបសួរណាពូរ៉ាខ្ញុំចង់ឲ្យលោករៀបរាប់អំពីប្រវត្តិនៃការសិក្សាក៏ដូចជាបទពិសោធន៍ការងារដែលលោកធ្លាប់ធ្វើអំឡុងពេលដែលលោកកំពុងសិក្សានៅភ្នំពេញសូមជឿហ្នឹងហើយអរគុណខ្ញុំឈ្មោះរ៉ែខ្ញុំអ្នកឧត្តមមានជ័យហើយបច្ចុប្បន្នខ្ញុំធ្វើការនៅភ្នំពេញហើយប្រវត្តិនៃការសិក្សាខ្ញុំរៀនចប់ថ្នាក់បញ្ញាបត្រគ្រប់គ្រងទូទៅហើយបច្ចុប្បន្នគឺធ្វើការជាខាងធនធានមនុស្សនៅក្រុមហ៊ុនឯកជនអញ្ចឹងខ្ញុំសូមណែនាំខ្លីប៉ុណ្ណឹងអរគុណអរគុណពូរ៉ាហើយជាបន្តសូមគ្រប់អញ្ជើញលោកពូត្រៀបបាទសូមអរគុណបាទសូមជម្រាបសួរដល់បងប្អូនអរគ្នាបាទខ្ញុំប៉ៅចន្ទ្រាហើយខ្ញុំជាអ្នកឧត្តមជ័យដោយលោករ៉ាហើយលោកប្រតដែរបាទហើយតែខ្ញុំបានបន្តការសិក្សានៅរាជធានីភ្នំពេញហើយមែនតើទៅនៅក្នុងចំណោមនៅក្នុងភូមិរបស់យើងនេះភូមិណោះដាច់នេះហើយខ្ញុំអាចជាមនុស្សទី1ដែលបានទៅបន្តការសិក្សានៅរាជធានីភ្នំពេញអញ្ចឹងណាហើយថ្ងៃនេះរីករាយមែនទែនដែលបានរៀបចំកម្មវិធីចែករំលែកនេះឡើងហើយខ្ញុំសង្ឃឹមថាកម្មវិធីនេះអាចជួយទៅដល់សិស្សានុសិស្សរបស់យើងដែលគាត់បានបញ្ចប់បាក់ឌុបអញ្ចឹងថាគាត់ទៅណាទៀតអញ្ចឹងណាបាទសូមអរគុណខ្ញុំមានផ្លេចប៉ុណ្ណឹងបាទអរគុណជាបន្តសូមអញ្ជើញលោកពូរ៉ាលើកឡើងអំពីការស្វែងរកអាហារូបករណ៍ដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបាទសូមគ្រប់ជើងបាទអរគុណតកតងអាហារូបករណ៍យើងមានបន្ទាប់ពីចប់វិទ្យាល័យអញ្ចឹងយើងមានអាហារូបករណ៍របស់រដ្ឋដែលខាងក្រសួងគាត់ផ្ដល់ឲ្យហើយនឹងមួយទៀតអាហារូបករណ៍របស់ឯកជនមានន័យថាអាហារូបករណ៍របស់សាលាហើយក៏មានអាហារូបករណ៍របស់អង្គការឬមួយក៏អាហារូបករណ៍របស់សមាគមផ្សេងដែរអញ្ចឹងតកតងអាហារូបករណ៍ហ្នឹងបើសិនជាករណីដែលយើងអត់ជាប់នៅក្នុងអាហារូបករណ៍រដ្ឋទេយើងអាចស្វែងរកអាហារូបករណ៍តាមសាកលវិទ្យាល័យនិងអាហារូបករណ៍ទៅតាមសមាគមឯកជនផ្សេងអញ្ចឹងតកតងនឹងការស្វែងរកនេះទី1យើងអាចស្វែងរកតាមរយៈសិស្សច្បងដែលយើងស្គាល់ហើយក៏រៀននៅសាកលវិទ្យាល័យស្រាប់ហើយនឹងទី2យើងអាចតាមដានទៅលើpage របស់សមាគមឬមួយក៏សាលារបស់សាលាដែលយើងចាប់អារម្មណ៍នឹងតែម្ដងអញ្ចឹងយើងអាចសាកសួរព័ត៌មានពួកគាត់ដោយផ្ទាល់ថាសាលាមានផ្ដល់អាហារូបករណ៍សម្រាប់សិស្សប្រមាណភាគរយឬក៏ប្រមាណភាគរយអញ្ចឹងទៅគឺខាងសាលានឹងនឹងផ្ដល់ព័ត៌មានឲ្យហើយនឹងមួយទៀតតកតងនឹងសមាគមមួយចំនួនគឺគាត់ផ្ដល់អាហារូបករណ៍ដូចគ្នាអញ្ចឹងអាហារូបករណ៍ហ្នឹងក៏មានលក្ខខណ្ឌដែរមានន័យថាពេលខ្លះគឺអត្ថប្រយោជន៍ទៅលើស្ត្រីពេលខ្លះអត្ថប្រយោជន៍ទៅលើយើងដែលរស់នៅតំបន់ដាច់ស្រយាលអញ្ចឹងអាហ្នឹងគឺយើងត្រូវសាកសួរព័ត៌មានគេហើយនឹងសាកសួរសិស្សច្បងដែលគាត់រៀនមុនអញ្ចឹងយើងនឹងអាចដឹងអាហ្នឹងបន្ទាប់ពីយើងដឹងហើយគឺយើងចេះត្រូវស្វែងយល់ពីរបៀបនៃការដាក់ពាក្យថាយើងដាក់ពាក្យហ្នឹងយើងដាក់ពាក្យយ៉ាងម៉េចមានន័យថាយើងដាក់ពាក្យតាមអនឡាញឬក៏យើងត្រូវដាក់ពាក្យតាមការសរសេរពាក្យស្នើសុំឬមួយក៏យើងត្រូវ download ពាក្យស្នើសុំហ្នឹងហើយយើងផ្ញើទៅឲ្យគេឬក៏មិនអញ្ចឹងវានឹងមានលក្ខខណ្ឌផ្សេងហើយនឹងមួយទៀតតកតងនឹងឯកសារភ្ជាប់ថាគេតម្រូវឯកសារអីខ្លះនៅពេលដែលតកតងនឹងការស្នើអាហារូបករណ៍ហ្នឹងអាហ្នឹងតកតងនឹងអាហារូបករណ៍គឺខ្ញុំមានប៉ុណ្ណឹងបាទអរគុណពូរ៉ាហើយសម្រាប់ការរៀបរាប់អំពីរបៀបនៃការស្នើសុំអាហារូបករណ៍ហើយជាបន្តទាក់ទងនឹងការស្វែងរកការងារហើយនឹងការសិក្សានៅឧត្តមសិក្សា
mình đây tha tờ dương cua chữ rực chấm niên ấy và đâm bay to cả sự xa hay ẩm long pe để dương cầm pung riêng hay tờ ở rực chấm niên ấy ấy sầm khăn mỗi tiết cứ xà lá tờ dương chữ rực xà lá tập việt ná để việc xạ xong đường dương hay tờ xà lá nước miên mục chấm niên để dương tròn thế và hay ẩm long pe để dương cầm pung để sự xa đâu không rất ở đông sự xa nữa cứ dương có trâu rô càng như đây của dương bắt đầu từ lừa nè để miền chi vực hiệp mình sau chỉ xong đúng bà chẳng dương tàu bị sốt xe phía trên cứ dương chỉ để ọt đấy bà dương tao dương rô càng như vực hiệp a đây là ai tiện tôn nâng ca sự xa riêng sốt ở dương hay vì chui ở dương vì chui sầm ru chỉ bắt sốt ở dương sầm rập ngày nào mui để dương bàn mình chọc ca sự xa dương có miền bọt bị sốt sải nhưng xong chơi nhà việc mình bỏ dưỡng chui về cho bàn thè mà bị cái này thà xoay rau càng nhiên cả sự sáng này xong rộng chơi bà đã ở con chén bà đi chia chấm nói sầm khăn mười tiết đã cua chạp ở róm mà chia thò mà đá dương từ bị sọc say cho nó bọt đã đại sứ giá dương phải chỉ bảo bà ai nơi tự tàu năng chịu hiệp được gọi tự tàu năng cài chấm nài xanh cho lơ cài thực xa bảo dương bờ sân bảo dương ai thả dương ở chỗ bà hà rụp cò tê dương hà rụp cò ruột có chỗ bà hà rụp cò spaspen rồiคุณanh có bán chứ dương anh miên làm nọ xài và đó tiết cứ dương thôi càng nghiệp bà đã riêng bà đã ní chi chấm nói đã sắm khăn đã phía trên thìศึกษา nước bảo dương có chập vô buổi ní đầm bầy bắn to caศึกษาđầm bầy bắn to chùm hiền từ mục tiết được nông ca bắn to là cột bọc cột ấy ăn tờ lò và sờ chẳng hạn bà chẳng ca spaspen rồi ca nghĩa để khác cột riêng sao tật chẳng có thôi ca chăn sọc chẳng từ ca spaspen rồi ca nghĩa ní ở lâu ní viên mình chỉ bành hà bị trồm khẳng tí hay đấy bộ miền thì xét rồi miềnศึกษา nước chỉ chớn đã cột thôi ca ở đó riêng ở đó thấy cột spaspen rồi ca nghĩa tam rồi dễ cầm hôn rồi có sợi bong cột squall chẳng hạn hay chỉ đấy nhom có miền mệt phiệt đã cột miền ca nghĩa có rồi ca nghĩa chỉ phải chăm ngày phòng đá làm bày chui đào ôn đào cột cầm pong ta miền cả khoa khát chẳng có ai riêng ở đó có thôi ca ở đó chẳng bao giờ là bong ôn đào miền cả chăm ở rom trong riêng ở đó thôi ca nghĩa ở đó bong ôn ai xạ xú sơ chỉ bong dưỡng ai xú nhom có bán hay nhom nâng bằng hai thà tá dương thôi dạng mấy bận đỏ tiệt chẳng hạn bạn học con một cái sốt cái đôi gì việc này cả xoay rau càng gì hay không cả bận to cả sự xa này sống ở con việc mình đồng kỳ chẳng là dương nâng bận to tàu ca luôn đâu không cả sự xa bên đây thà ẩm long pe là dương sự xa đấy ta dương cua luôn đâu còn lấy ná đòi vị thi ná rồi đâu giống mấy thời dương miền sài tập hiệp ở dương có ai chui đòi dương nó cả xoay đâu càng nghĩa cả đôi khi sài hiệp nó cả sự xa và xong chơi việc mình bảo dương anh xong cho nhom xong choរួម តើតងការស្នាក់នៅទី1ជំរើសរបស់យើងដែលអាចស្វែងរកការស្នាក់នៅគឺអិនតេមានន័យថាអិនតេហ្នឹងហើយនៅអិនតេហ្នឹងគឺមានន័យថាកន្លែងដែលសម្រាប់និស្សិតស្នាក់នៅអញ្ចឹងអាហ្នឹងជាកន្លែងដែលយើងរស់នៅរួមប៉ុន្តែអាចនិយាយបានថាសុវត្ថិភាពហើយកន្លែងហ្នឹងមានមួយចំនួនគឺបងប្អូនបានស្គាល់មួយចំនួនគឺអត់អញ្ចឹងដើម្បីស្វែងរកព័ត៌មានគឺត្រូវតេតងសាកសួរបងអ្នកដែលគាត់រៀនមុនអញ្ចឹងអាហ្នឹងគឺតំបន់ដែលអាចថាសុវត្ថិភាពទី2យើងចង់ទៅរៀននៅសាលាណាយើងសួរសិស្សច្បងដែលរៀននៅជិតសាលាហ្នឹងហើយយើងអាចជួលបន្ទប់ឬជួលផ្ទះនៅជារួមមានន័យថាអ្នកដែលមិត្តភ័ក្តិរបស់យើងឡើងទៅជាមួយគ្នាគឺយើងស្វែងថាគាត់ទៅរៀននៅសាលាណាហើយជួលនៅមួយគ្នាហ្នឹងក៏ជាជំរើសមួយទៀតដែលសុវត្ថិភាពអញ្ចឹងអាហ្នឹងដើម្បីគេកក់ក្ដៅដែរហើយក៏យើងមានអ្នកដែលស្គាល់ទៅពេលហ្នឹងហើយនឹងទី3តកតងទៅនឹងពេលដែលយើងទៅសាលានិងពេលដែលយើងត្រឡប់មកពីផ្ទះគឺយើងត្រូវមើលថាតំបន់ពីសាលាមកកន្លែងណានៅឆ្ងាយប៉ុណ្ណាហើយពីផ្សារនឹងឆ្ងាយប៉ុណ្ណាអញ្ចឹងយើងកុំជួលនៅឆ្ងាយពេកព្រោះយើងត្រូវចំណាយពេលចំណាយសាំងហើយយើងត្រូវចំណាយពេលវេលាច្រើននៅក្នុងការទៅវិញទៅមកហើយវាអត់សូវសុវត្ថិភាពទេអាហ្នឹងគឺរបៀបនៃការដែលយើងស្វែងរកកលឹះអរគុណច្រើនខ្ញុំចង់បន្ថែមបន្តិចដែរទៅនឹងសំណួរហើយអ្វីដែលសំខាន់គឺ
ធម្មតាការងារនៅទីប្រជុំជនបើយើងចង់បានការងារមួយដែលល្អមានប្រាក់ខែសមរម្យចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺទី1ភាសានេះសំខាន់ភាសាអង់គ្លេសក៏បានភាសាចិនក៏បានភាសាអីផ្សេងៗក៏បានឲ្យចេះភាសាអញ្ចឹងក្នុងនេះខ្ញុំចង់បដោតទៅលើភាសាអង់គ្លេសអញ្ចឹងភាសាអង់គ្លេសនេះវាប្រើជាទូទៅហើយអញ្ចឹងបងប្អូនធ្វើម៉េចពង្រឹងភាសាហើយទោះបីយើងរៀនក៏ដោយយើងរៀននៅសាកលក៏ដោយយើងឆ្លៀតពេលវេលាណាមួយដើម្បីបន្ថែមភាសារបស់យើងនឹងឲ្យអាចប្រើជាការបានហ្នឹងទី1ទី2កុំព្យូទ័របាទបងប្អូនត្រូវចេះកុំព្យូទ័រมันអាចអត់បានទេហើយកុំព្យូទ័របងប្អូនមើលខ្លួនឯងទៅថានៅកម្រិតណាបើនៅខ្វះខាតទៀតបងប្អូនអាចទៅរៀនបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពនៅក្នុងកិច្ចការងារធ្វើការងារទាំងអស់ហ្នឹងណាកុំព្យូទ័រយើងមិនបាច់ទៅចេះជំនាញឲ្យច្រើនក៏បានដែរយើងចេះតែ Word Excel PowerPoint យើងប៉ុណ្ណឹងយើងអាចធ្វើការងារល្មមបានហើយដែលអាចទទួលបានកម្រៃសមរម្យអញ្ចឹងយើងអាចបន្តការសិក្សាបានដែរហើយទី3ហ្នឹងគឺតកតងទៅនឹងចូលរួមសិក្ខាសាលាក៏វាសំខាន់ហើយនៅពេលដែលមានសិក្ខាសាលាដែលតកតងទៅនឹងមុខជំនាញរបស់យើងឬក៏ប្រធានបទដែលអាចថាយើងចាប់អារម្មណ៍អញ្ចឹងបងប្អូនអាចស្វែងរកសិក្ខាសាលាទាំងអស់ហ្នឹងទៅសិក្សាស្វែងយល់រៀនសូត្រពីគេពីឯងនៅសិក្ខាសាលានឹងបន្ថែមទៀតស្គាល់គេស្គាល់ឯងអញ្ចឹងទៅហើយមានទំនាក់ទំនងល្អអញ្ចឹងទៅនៅពេលដែលមានកិច្ចការងារឬក៏អាចថាគេកំពុងតម្រូវការបុគ្គលិកអីបងប្អូនអាចមានឱកាសច្រើនអញ្ចឹងនៅក្នុងការអាចថាជួបការងារនឹងបានលឿនអញ្ចឹងណានេះជាកត្តារួមផ្សំដែលយើងធ្វើឲ្យការសិក្សារបស់យើងនឹងវាអាចថាទទួលបានលទ្ធផលល្អនៅក្នុងការសិក្សានៅមហាវិទ្យាល័យបាទសូមអរគុណបាទជាចុងក្រោយសូមអរគុណវាគ្មិនទាំងពីរបាទអរគុណច្រើនដែលបានរៀបរាប់នៅបទពិសោធន៍ក៏ដូចជាអ្វីដែលយើងធ្លាប់ឆ្លងកាត់នេះគឺជាបទពិសោធន៍នេះគឺយើងអាចយកទៅចែកចាយដល់បងប្អូនឬក៏បងប្អូននឹងដែលគាត់ជាយុវជនចំនួនក្រោយដើម្បីឲ្យគាត់ធ្វើដំណើរឬក៏ការចាក់ចេញទៅសិក្សារៀនសូត្ររបស់គាត់ហ្នឹងកុំឲ្យវាខុសបាទមិនន័យថាយើងចង់ឲ្យបានទទួលបានលទ្ធផលល្អបាទដើម្បីអនាគតរបស់គាត់សូមអរគុណបាទសូមអរគុណ